សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញពីហ្គេមមួយដែលជាហ្គេមរបស់ខ្មែរយើងដែលពាក់ព័ន្ធនឹងការប្រកួតក្បាច់គុនបុរាណខ្មែររបស់យើងដែលចេញនៅក្នុងហ្គេមនេះផងដែរក៏យើងមានតួអង្គឬក៏អ្នកបដាល់ជាច្រើនរូបដែលជាហេរ៉ូនៅក្នុងហ្គេមមានដូចជាកីឡាករឡុងសំណាងកីឡាករឡុងមេនលឿនកីឡាករជាច្រើនទៀតដែលមាននៅក្នុងហ្គេមហើយបន្ទាប់ពីនោះផងដែរក៏មានកីឡាករបៃខានេរី2រូបឬក៏ច្រើនទៀតដែលគេមិនទាន់បង្ហាញចំណែកឯហ្គេមនេះទៀតក៏យើងអាចហៅគ្នាឬក៏មិត្តភ័ក្តិយកមកលេងប្រកួតជាមួយគ្នាក៏បានដែរហ្គេមនេះផងដែរក៏យើងអាចជ្រើសរើសកន្លែងដែលយើងប្រកួតបានដូចគ្នាដែលមាន3កន្លែងដែលយើងអាចប្រកួតបានជាដំបូងខ្ញុំយករេញទី1ដែលជារេញដំបូងគេយកទៅវាយបាទនៅត្រង់កន្លែងនេះគឺយើងអាចរើសតួអង្គឬក៏រើសអ្នកបដាល់ដែលយើងស្រឡាញ់យកទៅវាយក្បាច់គុនដែលល្បីក្នុងលោកកាប្រទេសជាច្រើននៅក្នុងលោកតែងតែពោលទៅសើថាក្បាច់គុនខ្មែរខ្លាំងរៀបដូចដំរីស្ទាយគ្រាន់តែវាយមកដៃផាំងលន់ថ្មឹងលងឿងក្បាលជង្គង់ហោះកែងឆេះអាចស្លាប់បាត់សងខាយវាវត្តកំទុយកែងមកខ្លាំងដូចខ្លាយគ្រាន់តែលឺតែខ្មែរវាយណាខ្លាញ់ញ័យដូចឆ្មាក្បាច់ខ្មែរពិតជាខ្លាំងមិនមែនតែខ្ញុំមកចេះតែថាសង្វៀនគុនខ្មែរម៉ូបាលសូមស្វាគមន៍ថ្មីម្ដងទៀតមកកាន់ការប្រកួតដ៏ជួចចិត្តនេះគឺជាបេក្ខភាពបង្គោលក្រហមនិងបង្គោលខៀវត្រូវឡើងម៉ូតូតាំងគ្នានៅលើសង្វៀនតែមួយចាំមើលថាតើការប្រកួតនឹងជួចចិត្តយ៉ាងណាសម្រាប់បងប្អូនអ្នកគ្រប់គ្រងត្រៀមប្រងព្រឹត្តប្រកួតប្រដាល់របស់ខ្មែរគូអ្នកលេងតតគេទឹកទីការប្រកួតនៅលើសង្វៀនគុនខ្មែរម៉ូបាលទឹកទី1ចាប់ដើមប្រឆ្វេងចូលសជ័យស្ដាប់ញើស្ដាប់មួយ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 ចូលដើរស្ដាប់ញើស្ដាប់មួយញើឆ្វេងញើស្ដាប់មួយកែងស្ដាប់ញើឆ្វេងញើស្ដាប់មួយកែងស្ដាប់ស្ទាក់ឆាប់ស្ដាប់ញើស្ដាប់មួយញើស្ដាប់មួយញើឆ្វេងញើស្ដាប់មួយចូលដល់ឆ្វេងញើស្ដាប់មួយញើឆ្វេងញើស្ដាប់មួយឆ្វេងញើស្ដាប់មួយច្រឡំបាត់ហើយបង្គោលក្រហមបានទៅជាបង្គោលខៀវទៅចូលគុំប្រកួតឲ្យសម្លបន្ទាប់ពីយើងបានវាយរេញទី1ឈ្នះហើយយើងអាចជ្រើសរើសយករេញទី2ឬរេញទី3បានខ្ញុំយករេញទី3ដែលបង្ហាញពីប្រាសាទអង្គរវត្តដែលយើងវាយនៅក្នុងប្រាសាទអង្គរវត្តក្នុងនោះផងដែរយើងក៏អាចដូរកៅអៅឬក៏ផ្លាស់កៅអៅបានដើម្បីចំណាំខ្ញុំសូមយកអត់ពាក់អាវយើងអត្រេតហក់ទៅធាក់មួយជើងម៉ាំងឯកាប់អាចារ្យលន់តផុសដូចកំភ្លើងគេបាញ់ខាងកណ្ដាប់ដៃមហាកម្លាំងខ្លាំងដូចរត់ក្រោះនៅពេលវាយយើងក៏ឃើញគ្រូភ្លេងដែលជាអ្នកលេងភ្លេងបដាល់នៅទីលានប្រាសាទអង្គរវត្តមុននឹងវាយយើងក៏រំលឹកគុណគ្រូដូចនៅក្នុងពិតជាក់ស្ដែងដែរបាទវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹង
បងប្អូនចង់តាមដានឬក៏មើលថាមានហ្គេមខ្មែរច្រើនទៀតបងប្អូនអាច comment ឬក៏ចុច like ឬ subscribe ដើម្បីតាមដានហ្គេមខ្មែរដែលខ្ញុំនឹងផុសទៅជាបន្តបន្ទាប់